បាទអូខេសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទបារាំងហើយខ្ញុំបាទជាម្ចាស់ហាងនៃហាងបបអ៊ុតយ៉ាសាលូ5/4នៅស្ទឹងមានជ័យ3នៅក្បែរផ្លូវទុកមាន់បាទនេះគឺជាសកម្មភាពនៅក្នុងហាងបបអ៊ុតបាទយើងខ្ញុំហើយរាល់សកម្មភាពទាំងអស់ដែលខ្ញុំបានបង្ហាញជូននៅក្នុងវីដេអូរបស់ខ្ញុំគឺសិតសឹងតែជាការបង្ហាញជូនចេញពីបទពិសោធន៍បាទផ្ទាល់ខ្លួនបាទរយៈពេលជាង4ឆ្នាំមកនេះហើយចំណុចសំខាន់មួយទៀតដែលខ្ញុំចង់បង្ហាញជូនបាទពុកម៉ែបងប្អូនបាទដោយតែខ្ញុំធ្លាប់បានបង្ហាញនៅវីដេអូមុនរបស់ខ្ញុំអញ្ចឹងតាក់ទងជាមួយនឹងការសិក្សារៀនសូត្រនៅក្នុងមុខរបរបោកអ៊ុតនេះបាទខ្ញុំនៅតែនិយាយដដែលថាប៉ះសិនបើពុកម៉ែបងប្អូនចង់បាទបើកនៅមុខរបរបោកអ៊ុតនេះបាទលុះត្រាតែពុកម៉ែបងប្អូនហ្នឹងត្រូវទៅសិក្សារៀនសូត្របាទនៅមុខរបរបោកអ៊ុតនេះជាមុនសិនបាទពីព្រោះហេតុអីបានខ្ញុំនិយាយបែបនេះពីព្រោះយើងចង់ដំណើរការបាទមុខរបរអីមួយលុះត្រាតែយើងនឹងទៅរៀនសូត្រសិនបាទអញ្ចឹងនៅក្នុងវិស័យបោកអ៊ុតនេះក៏អញ្ចឹងដែរបាទពីព្រោះនៅក្នុងការបោកអ៊ុតនេះគឺយើងបាទត្រូវការបាទប្រើប្រាស់ទឹកថ្នាំហើយការប្រើប្រាស់ទឹកថ្នាំហ្នឹងគឺវាមានលក្ខណៈបច្ចេកទេសផ្សេងគ្នាអញ្ចឹងណាបាទតើទឹកថ្នាំអីបាទប្រើប្រាស់ទៅលើសាច់កណាត់អីពណ៌អីប្រភេទម៉េចហើយការប្រើប្រាស់ទៅលើស្នាមប្រឡាក់ក៏អញ្ចឹងដែរពីព្រោះនៅលើកៅអៅភ្ញៀវនីមួយបាទស្នាមប្រឡាក់បាទនៅលើកៅអៅភ្ញៀវគឺអត់ដូចគ្នាទេវាផ្សេងពីគ្នាអញ្ចឹងការប្រើប្រាស់ទឹកថ្នាំហ្នឹងក៏យើងត្រូវការប្រើប្រាស់ប្រភេទទឹកថ្នាំផ្សេងគ្នាដែរបើយើងនិយាយចំទៅអានេះវាជាលក្ខណៈបច្ចេកទេសបាទអញ្ចឹងហើយបាទខ្ញុំតែងតែធ្វើវីដេអូខ្ញុំបាទគ្រប់វីដេអូទាំងអស់ខ្ញុំតែងតែលើកទឹកចិត្តឲ្យអ្នកដែលចង់បាទបើកនៅមុខរបរបោកអ៊ុតនេះគឺយើងត្រូវសិក្សារៀនសូត្របាទឲ្យច្បាស់បាទហើយមួយទៀតតើតើជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនក៏អញ្ចឹងដែរពីព្រោះម៉ាស៊ីនបាទបោកវាមានលក្ខណៈខុសគ្នាដែរអញ្ចឹងក៏យើងត្រូវការបាទសិក្សាបាទរៀនសូត្របាទជាមួយនឹងម៉ាស៊ីនហ្នឹងឲ្យវាបានច្បាស់ដែរពីព្រោះក្នុងម៉ាស៊ីននីមួយវាតែងតែមានមុខងារដែលអង់គ្លេសថា option វាផ្សេងគ្នាអញ្ចឹងយើងត្រូវបោកកៅអៅនេះបាទយើងត្រូវប្រើប្រាស់បាទរយៈពេលប្រហែលម៉ោងប្រហែលនាទីបាទយើងត្រូវការពូតវាប្រហែលបាទជុំបាទពីព្រោះក្នុងនោះវាមាន800ជុំបាទរហូតមកដល់1400ជុំបាទកម្រិតខ្ពស់បំផុតហើយយើងត្រូវការប្រើសាប៊ូទឹកកោបរបៀបម៉េចនៅក្នុងនោះសិតតែពីព្រោះនៅក្នុងនោះយើងត្រូវការសិក្សារៀនសូត្រទាំងអស់អញ្ចឹងបើសិនបើយើងអត់បាទទៅរៀនសូត្រឲ្យបានច្បាស់ទេអញ្ចឹងការបើកនៅមុខរបរបោកអ៊ុតរបស់យើងហ្នឹងក៏វាមិនជារឿងល្អគួរប្រសើរដែរបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្ណេះទេហើយខ្ញុំបាទអរគុណបាទរាល់ភ្ញៀវនិងអតិថិជនទាំងអស់ដែលតែងតែគាំទ្រនៅហាងបោកអ៊ុតយ៉ាសាលូ5/4បាទខ្ញុំបាទអរគុណហើយអរគុណទៀតហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់នៅតែគាំទ្រនិងយកកៅអៅបាទមកបោកនៅក្នុងហាងបោកអ៊ុតរបស់ខ្ញុំជារៀងរាល់ថ្ងៃហើយហាងបោកអ៊ុតរបស់ខ្ញុំគឺបើកចាប់ពីម៉ោង6ព្រឹករហូតទៅដល់ម៉ោង7យប់បាទពីថ្ងៃច័ន្ទបាទរហូតទៅដល់ថ្ងៃអាទិត្យបាទជប់សម្រាប់តែថ្ងៃបុណ្យជាតិធំឯងបាទក្រៅពីហ្នឹងគឺយើងបើករហូតបាទហើយសម្រាប់លេខបាទចាក់តងបាទការបោកអ៊ុតកៅអៅកម្រាលពូកហ្នឹងគឺលេខ Telegram 0977745756បាទអញ្ចឹងខ្ញុំបាទបារាំងជាម្ចាស់ហាង
បាទអ៊ុតបាទយាសាលូ5 4បាទអរគុណជម្រាបលា